បងនេះជារបៀបវាយប៉ុងបញ្ចូលលេខកូដមិនថាម៉ូតូ Click PCX ឬក៏សង់ដែលប្រើ Smart Key ទេអញ្ចឹងរបៀបនៃការវាយប៉ុងបញ្ចូលលេខកូដរបស់វាលុះត្រាតែយើងមានលេខកូដ ID 9ខ្ទង់ហ្មងបានយើងអាចធ្វើការវាយប៉ុងបញ្ឆេះសិនជិះអាចជិះ100ជាងបាទដើម្បីឲ្យជាងជួយដោះស្រាយអញ្ចឹងរបៀបនៃការវាយវាយើងត្រូវមានដូចតន័យមួយដើម្បីប៉ុងភ្ជាប់ជាមួយនឹងក្បាលគឺខាងបោកនេះបាទអញ្ចឹងឲ្យប្រភេទ Smart Key គឺវាមានដូចប៉ុងគេហៅដូចតន័យមួយដើម្បីប៉ុងវាយបញ្ចូលលេខកូដដើម្បីរងចាំចំហលេខកូដធ្វើការឲ្យដុំសេណុយធ្វើការកាច់ដេកបញ្ឆេះបានអញ្ចឹងរបៀបនៃការវាយគឺយើងប៉ុងចឹងហើយយើងមានលេខកូដអញ្ចឹងយើងចាប់ដើមវាយតោះបងអញ្ចឹងយើងអុកប៊ូតុងមួយដើម្បីបញ្ជូនមកទៅ ECU អញ្ចឹង ECU វានឹងបើសិនជាវាលេខ1យើងត្រូវវាយ1ប៉ុន្តែលេខ0ទុកឲ្យវាលេបrồiហើយយើងដល់លេខ4យើងវាយ4ដងហើយបាទអញ្ចឹងដល់លេខ6 5 លេខ1 3 លេខ 3 ទៀតចឹងដល់លេខ0យើងអត់ធ្វើការវាយប៉ុងចូលទេយើងដាក់ឲ្យវាលេបតែម្ដងបាទអញ្ចឹងលេខ0មួយទៀតយើងដាក់ឲ្យវាលេបដែរមកកាច់ធីអូខេតោះចឹងយើងកាច់ធីបានហើយបងចឹងពេលហ្នឹងយើងអាចដេកឆេះបានហើយបាទអញ្ចឹងក្នុងករណីដែលយើងធ្វើការដេកឆេះបានទោះត្រាតែយើងបើកចំហសោឲ្យចេញកងមករហូតចឹងបានយើងធ្វើការដេកឆេះបានតែបងបិទ lock key នេះរយៈពេល5នាទីឬ5 second វានឹង lock auto បាទវានឹង lock auto มันអាចកាច់ key មកបញ្ឆេះបានទេតោះតែបងមានលេខកូដវាយបញ្ចូលប៉ុងបញ្ចូលចឹងសាមីទៀតអញ្ចឹងឥឡូវវា lock auto ណាឥឡូវកាច់បានទេអញ្ចឹងតើយើងប៉ុងវាយបញ្ចូលលេខកូដដោយសារមុនទៀតហ្នឹងបងបាទអញ្ចឹងរបៀបនៃការប៉ុងវាយបញ្ចូលលេខកូដគឺបាទអស់ហើយបងលេខកូដវា9ខ្ទង់ប្រភេទម៉ូតូ Honda បាទ